លោកជំទាវជូប៊ុនអេងស្នើដល់សិស្សានុសិស្សលោកគ្រូអ្នកគ្រូបង្រៀនសិស្សនិងរៀនសូត្រកុំពឹងផ្អែកលើបច្ចេកវិទ្យា AI ខ្លាំងពេកលោកជំទាវជូប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានស្នើដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្សមកពីបណ្ដាសាលារៀនទូទាំងក្រុងកំពង់ចាមសូមកុំប្រើប្រាស់និងពឹងផ្អែកលើបច្ចេកវិទ្យា AI ច្រើនពេកបណ្ដាលឲ្យខួរក្បាលរបស់យើងលែងចេះគិតត្រេះរិះពិចារណាដែលនាំឲ្យខួរក្បាលរបស់យើងលែងមានភាពឆ្លាតវៃលោកជំទាវបានមានប្រសាសន៍បែបនេះនៅក្នុងឱកាសអបអរសាទរយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ2026ក្រោមប្រធានបទការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាពក្រមសីលធម៌និងការទទួលខុសត្រូវដែលពិធីនេះមានការអញ្ជើញចូលរួមដោយឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមឯកឧត្តមតំណាងក្រសួងពាក់ព័ន្ធនិងអ្នកចូលរួមប្រមាណជិត800នាក់នៅសាសនសិទ្ធិសាលាខេត្តកំពង់ចាមលោកជំទាវជូប៊ុនអេងបានលើកឡើងផងដែរថាសប្តាហ៍ថ្ងៃឃើញថាសិស្សានុសិស្សលោកគ្រូអ្នកគ្រូនៅពេលស្រាវជ្រាវមេរៀនធ្វើកិច្ចការតែងការបង្រៀនសិស្សរៀនសូត្រសូមប្រើប្រាស់ខួរក្បាលសម្រាប់ត្រេះរិះវិនិច្ឆ័យការស្រាវជ្រាវមេរៀនកុំពឹងផ្អែកលើបច្ចេកវិទ្យា AI ច្រើនហួសហេតុច្រើនពេកដែលរហូតធ្វើឲ្យខួរក្បាលរបស់យើងលែងចេះគិតលេខលែងចង់ស្ដាប់បណ្ដាបញ្ហាទាំងនេះកើតឡើងដោយសារតែយើងប្រើប្រាស់បច្ចេកវិទ្យាច្រើនពេកលោកជំទាវក៏បានសង្កត់ធ្ងន់ផងដែរថាសិស្សានុសិស្សប្រើប្រាស់បច្ចេកវិទ្យាដោយមានភាពឆ្លាតវៃដោយត្រឹមតែប្រើប្រាស់លើការអភិវឌ្ឍបែប Digital ស្រាវជ្រាវមេរៀនថ្មីៗហើយប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសីលធម៌កុំយកបច្ចេកវិទ្យាប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវខ្ពស់លោកជំទាវក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សមុននឹងជឿលើអ្វីមួយសូមកុំឆាប់ជឿលឿនពេករហូតដល់ធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិលុយកាក់និងខូចកិត្តិយសសេចក្តីថ្លៃថ្នូររបស់ខ្លួនយើងលោកជំទាវសូមឲ្យសិស្សានុសិស្សប្រើប្រាស់បច្ចេកវិទ្យាដែលនាំមកនូវអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្សព្វផ្សាយដល់ផលិតផលក្នុងស្រុករបស់យើងទៅកាន់ទីផ្សារទូទាំងប្រទេសនិងឈានទៅផ្សព្វផ្សាយដល់ទូទាំងពិភពលោក